របាយការណ៍ពីក្រសួងសុខាភិបាលនៃប្រទេសប៉ាឡេស្ទីនបានឲ្យដឹងថាកងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងប្រុសអាយុ16ឆ្នាំម្នាក់នៅតំបន់ West Bank នៃប្រទេសប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យម្សិលមិញនេះខណៈនេះគឺជាសេចក្តីរាយការណ៍លើកទី2ថាបានសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនក្នុងរយៈពេល1សប្តាហ៍ក្រៅពីក្មេងម្នាក់នេះស្លាប់ក៏មានក្មេងប្រុស2នាក់ផ្សេងទៀតអាយុ14ឆ្នាំបានរងរបួសធ្ងន់ដោយគ្រាប់កាំភ្លើងបាញ់ធ្លុះអវយវៈក្រោមនៅក្នុងឧបទ្ទវហេតុនៅជំរំជនភៀសខ្លួន Galandia ក្បែរទីក្រុង Ramallah ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថាកូនក្មេងអាយុ16ឆ្នាំឈ្មោះ Walid Nidal Walid Abu Sainah ត្រូវបានប្រកាសថាបានស្លាប់បន្ទាប់ពីត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែលចំពោះករណីនេះយោធាអ៊ីស្រាអែលមិនបានធ្វើសេចក្តីអត្ថាធិប្បាយភ្លាមនោះទេចំពោះសេចក្តីស្នើសុំការអត្ថាធិប្បាយនេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រអារ៉ាប់នៅថ្ងៃទី5ខែកក្កដាឆ្នាំ2026នេះគួររំលឹកផងដែរថាចាប់តាំងពីផ្ទុះសង្គ្រាមនៅតំបន់ហ្គាហ្សាកាលពីថ្ងៃទី7ខែតុលាឆ្នាំ2023កន្លងមកអំពើហិង្សាបានកើនឡើងនៅក្នុងតំបន់ West Bank ដែលអ៊ីស្រាអែលបានកាន់កាប់តាំងពីឆ្នាំ1967មកទាហានឬអ្នកតាំងទីលំនៅរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់1087នាក់នៅតំបន់ West Bank ចាប់តាំងពីខែតុលាឆ្នាំ2023មកនេះបើយោងតាមទូរលេខពី AFP ផ្អែកទៅលើទិន្នន័យរបស់ក្រសួងសុខាភិបាលប៉ាឡេស្ទីនទូរលេខផ្លូវការរបស់អ៊ីស្រាអែលបង្ហាញថាយ៉ាងហោចណាស់មានជនជាតិអ៊ីស្រាអែល46នាក់រួមទាំងទាហាននិងជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់ប៉ាឡេស្ទីនឬក្នុងកំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែលនៅតំបន់ West Bank ចាប់តាំងពីការចាប់ផ្ដើមនៃសង្គ្រាមនៅតំបន់ Gaza នៃប្រទេសប៉ាឡេស្ទីនមក